số stress này ta gặp này một ngày này dương mà mờ mật tờ cần hào pí tìm buổiนี้คือcần hào mật tờ bộ Việt Nam buổiนี้với nhom khơi cái sai nơi hay bỏ chấn hay nhom có xạ tình xạ lò mờ máu chẳng bởi dương dùng mà điệp thiệp hay tại mờ mới tạm mơ vì học nghề cái đôi kia mấy các bạn bạn chấm pua mật tờ bỏ chấn ấy khơi cái sai tha chỉ động spawn trong ban này tha loop spawn này nơi kháng nòng viên nắngคือជាប្រភេទ sponsor ហើយសម្រាប់ឲ្យ low spawn របស់កង្ហារវៀតណាមនេះវិញខ្ញុំក៏អត់ដឹងថាវា sponsor ឬមួយក៏យ៉ាងម៉េចដែរបាទហើយទី2ហ្នឹងគេថាដុំហ្នឹងគឺប្រើ voice shift ហ្នឹងវាសម្រាប់ទប់ភ្លើងឬមួយក៏ពេលដែលយើងបើកចោលយូរអីទៅយើងភ្លេចបិទអីទៅគេច្រើនវាឆេះតែ voice shift ទេវាអត់ឆេះដល់ដុំទេសម្រាប់ដុំនេះវិញដូចជាអត់មានបច្ចេកអីទេអត់មាន voice shift ទេមើលទៅហើយដុំរបស់ចិននេះគេដាក់នៅក្នុងនោះគេថាបដូរខាងក្នុងវានោះមានភ្ជាប់មួយកូនកង្ហារពេលដែលយើងបើកទៅអាកូនកង្ហារនោះក៏វិលដែរអញ្ចឹងដុំនោះទោះបីយើងបើកយូរមិនក៏វាអត់សូវក្តៅដែរបើក្តៅក៏វាក្តៅតិចតួចដែរអាដុំនេះវិញអត់មានបច្ចេកទេអត់ដឹងថាមានកូនកង្ហារនៅខាងក្នុងនោះក៏អត់ទេហើយសម្រាប់ចំណុចទី4វិញគឺដុំនេះគេបញ្ជាក់ថាប្រើបដាងខាងក្នុងវាកន្លែងនេះចឹងយើងប្រើយូរទៅពេលខ្លះយើងឃើញថាកាំងដុំចឹងបើយើងប្រើជាលក្ខណៈធម្មតាភាគច្រើនដូចជា motor នេះឯងដែលគេហៅថា motor វៀតណាមហ្នឹងភាគច្រើនខាងក្នុងវាហ្នឹងគេហៅថាបាកអាកន្លែងបដូរវាហ្នឹងចឹងពេលយើងប្រើយូរទៅពេលខ្លះយើងវិលទៅវាតឹងអាហ្នឹងដោយសារយើងប្រើយូរទៅវាចូលដីហើយបាកវាឆាប់កាំងជាងបដាងប្រព័ន្ធនេះគេបញ្ជាក់ថាប្រើបដាងហើយបើសម្រាប់កម្លាំងវាវិញនៅនេះគេដាក់ផ្សាយតែ60វ៉ាត់សម្រាប់ motor វៀតណាមនេះខ្ញុំក៏ដឹងថាប្រហែលវ៉ាត់ដែរហើយអ្វីដែលខុសគ្នាមួយទៀតនោះគឺខាងក្នុងវាដែលឃើញយើងឃើញ spawn រុំ spawn ហ្នឹងខ្ញុំមើលថាលក្ខណៈរុំទាំងពីរហ្នឹងគឺខុសគ្នាដែររបស់វៀតណាមនេះគឺរុំជាប់គ្នាយកតែម្ដងសម្រាប់របស់ចិនវិញគឺគេរុំមួយដុំផ្សេងគ្នាតែនៅខាងក្នុងហ្នឹងខ្ញុំក៏អត់ទាន់បានដឹងច្បាស់ដែរបានថាខ្ញុំមើលត្រួសទៅគឺឃើញថាការរុំ loose spawn ហ្នឹងគឺខុសគ្នាសម្រាប់ដុំកង្ហារចិននេះពេលយើងទិញមកយើងមានដុំរេមួយគ្រាប់កង់ដងមួយហើយនឹងជើងរបស់វាសម្រាប់កង្ហារវៀតណាមនេះវិញពេលទិញមកយើងមានដុំរេមួយគ្រាប់ដែរតែអត់មានកង់ដងទេហើយក៏អត់មានជើងវាដែរអញ្ចឹងបើយើងចង់ថែមតើយើងទិញក្រៅខ្លួនឯងហើយសម្រាប់ចំណុចមួយទៀតហ្នឹងគឺខ្សែរបស់កង្ហារដុំ motor ចិននេះគឺខ្លីទេជាច្រើនគេអាចយកទៅតឡើងកង្ហារលើតុមើលទៅមិនអាចដាក់កង្ហារដកកបានទេសម្រាប់ឯខ្សែរបស់កង្ហារវៀតណាមនេះវិញគឺវែងអញ្ចឹងភាគច្រើនគេអាចយកទៅធ្វើតឡើងជាកង្ហារលើតុក៏បានឬមួយក៏កង្ហារដកកក៏បានដែរហើយសម្រាប់ motor ចិននេះកន្លែងបដូរដើម្បីដាក់ស្លាបនេះគឺយើងប្រើដៃប្រឆិតដើម្បីទប់ស្លាបហើយខាងមុខវាគឺមូលចំណែករបស់វៀតណាមនេះវិញគឺយើងប្រើស្ទះទូចមួយទប់យើងហៅថាប្រែហើយខាងមុខវាយើងប្រឆិតបន្តិចហើយចំណុចដែលខុសគ្នាមួយទៀតនោះគឺ motor ចិនមកនេះគឺអត់មានដៃជើងដើម្បីមួជាប់កញ្ឆេងខាងក្រោយទេហើយបើរបស់វៀតណាមនេះគឺមកគឺមានជើងវាគេហៅថ្មាញ់វាហ្នឹងដើម្បីមួជាប់កញ្ឆេងអញ្ចឹងមួយមានមួយអត់ហើយសម្រាប់ដុំរេរបស់ motor ចិននេះមកមើលតាមដៃឆ្នុកដករេនេះគឺប្រើខ្ចៅហើយបើរបស់វៀតណាមនេះវិញទូទៅគឺយើងអត់ប្រើខ្ចៅទេយើងសកត់ចូលតឹងហើយយើងអាចដកបានធម្មតាឥឡូវយើងមកដឹងពីតម្លៃកង្ហារ motor ទាំងពីរហ្នឹងកង្ហារនេះជាកង្ហាររបស់ចិនកំងពីចិនមកតម្លៃនៅលើ page ប្រហែលជា$5 ទៅ$6តែអ្វីដែលសំខាន់ហ្នឹងគឺយើងចំណាយថ្លៃដឹកនៅក្នុងប្រទេសចិនហើយដឹកមកខ្មែរទៀតចឹង2តង់បើសរុបទៅតម្រាំតែមកដល់ខ្មែរប្រហែលជាអស់$10ហើយសម្រាប់ motor វៀតណាមនេះវិញទិញនៅភ្នំពេញទេថ្លៃវា4រៀល5កាក់ថ្លៃដឹកប្រហែលជា1រៀល5កាក់ទៀតអញ្ចឹងបោកចូលនេះអស់ប្រហែលជា6រៀលហើយសម្រាប់ motor ទាំងពីរនេះបងប្អូនយល់យ៉ាងម៉េចដែរបាទអានេះខ្ញុំសាកទិញយកមកតេស្តមើលចាំមើលតើវាដំណើរការស្រួលអត់ហើយភាគច្រើន motor នេះគឺនៅលើទីផ្សារស្រុកខ្មែរយើងមានច្រើនដោយសារវាតម្លៃធូរថ្លៃ ហើយ
hay việc ai mà pra bàn chẳng xem đẹp nhóm xạ sắp đam tè cho môi năng mặt tờ này sân vào việc tè ló nắng trong nhóm thưa video bắt to tiền bộ video bắt to cao cao tiết trong tình tình kêu sen bỏ vía cho làm bây giờ mập cô mà trên chia càng hà bạn